ព្រះអង្គបានសរសេរកំណត់សម្គាល់នៅកន្លែងខ្លះនោះពីលួចមើលទៅឃើញមានក្រដាសមួយសន្លឹកដែលព្រះអង្គសរសេរថាដែលមានការរីកចម្រើនក្បីម៉ាត់នេះចប់ហើយលើកនេះចប់មែនទែនហើយអ្នកនាងព្រះអង្គយកព្រះតីទុកដាក់នឹងអ្នកនាងដល់ថ្នាក់នេះតើមិនមែនជារឿងល្អទេឡស្អីទៅទ្រង់ធ្វើបែបនេះគឺចង់ដាក់ខ្ញុំលើភ្នក់ភ្លើងហើយអាំងចំអិនតែម្ដងឯងគិតមើលកាលពីម្សិលមិញហេតុអ្វីបានជាព្រះនាងសៀនហ្វីសន្លប់គឺមកពីខាងខ្លាំងពេកនឹងអីថ្ងៃនេះនាងសន្លប់ថ្ងៃស្អែកមិនដឹងជាអ្នកណាទៀតទេនៅក្នុងវាំងនេះបើខ្ញុំកាន់តែលេចធ្លោគឺកាន់តែគ្រោះថ្នាក់ប៉ុន្តែអ្នកនាងបានយល់ព្រមរួចហើយទោះជាអ្នកនាងចង់ឬមិនចង់ក៏អ្នកនាងនៅក្នុងវាំងនេះទៅហើយជាការកិច្ចវេះមិនសូវជាទៅដណ្ដើមការសពព្រះតីមែនទេសៀវឈីងកុំមកលេងសាច់អីខ្ញុំនិងមូឡុងចិនគឺជាកម្មពៀនឹងគ្នាមិនមែនជាគូព្រេងល្អទេទ្រង់ល្អដាក់ខ្ញុំក៏ព្រោះតែកាលពីក្មេងខ្ញុំធ្លាប់ធ្វើបាបទ្រង់ទើបទ្រង់ចង់សងសឹកវិញគេហៅថាគឺលើកជើងដើម្បីទម្លាក់គឺលើកខ្ញុំឲ្យខ្ពស់រួចហើយទម្លាក់ចុះមកវិញទើបវាឈឺខ្លាំងអ្នកនាងហេតុអ្វីបានជាអ្នកនាងមិនជឿតតែសោះអញ្ចឹងព្រោះបើជឿគឺល្ងងហើយតោះខ្ញុំទៅគេងវិញហើយថ្ងៃស្អែកនៅម៉ោងម៉ៅត្រូវទៅទទួលទោសទៀតសៀវឈីងឯងថាស្រីនៅក្នុងវាំងនេះតើពួកគេចង់បានអ្វីឲ្យប្រកាសទៅបុណ្យស័ក្តិការសពព្រះតីកូនចៅដណ្ដើមចុះដណ្ដើមឡើងចុងក្រោយនៅតែត្រូវជាប់ឃុំក្នុងជញ្ជាំង4ជ្រុងនេះអស់មួយជីវិតអ្នកនាងនូពីមិនដឹងថាអ្នកអតីចង់បានអ្វីទេប៉ុន្តែនូពីដឹងថាខ្សែព្រះនេត្រដែលព្រះអង្គមើលអ្នកនាងគឺមិនដូចមើលអ្នកអតីឡើយពិតមែនហើយគឺមិនដូចគ្នាទេទ្រង់មើលអ្នកអតីដោយការគួរសមតែមើលខ្ញុំដូចជាស្រូវអ្នកនាងកុំធ្វើជាមិនដឹងអីបានហើយខ្ញុំដឹងហើយឥឡូវនេះខ្ញុំចង់តែគេងមួយមុខគត់អ្នកនាងកាលពីយប់មិញអ្នកនាងប្រែប្រួលខ្លួនចុះឡើងរហូតដល់ម៉ោងឈៅទើបសម្រានលក់តើថ្ងៃនេះចង់សុំច្បាប់ព្រះអង្គដែរឬទេសុំច្បាប់យកហេតុផលអីទៅនិយាយថាខ្ញុំគេងមិនលក់មែនទេមូឡុងចិនចិត្តចង្អៀតម្នាក់នោះច្បាស់ជាបន្ថែមការងារឲ្យខ្ញុំទៀតមិនខានយ៉ាងម៉េចដែរមើលទៅមានស្មារតីល្អទេមើលទៅដូចទៅតែត្រូវគេវាយមួយយប់អញ្ចឹងខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គមិនទាន់បានសោយព្រះស្នើមែនទេនេះជាបមន់ដែលចុងភៅទៅតែធ្វើថ្មីញ៉ាំនៅពេលវានៅក្តៅទៅព្រះអង្គជ្រាបដោយរបៀបណាថាខ្ញុំម្ចាស់មិនទាន់បានញ៉ាំមកពីនាងក្រក្នុងប្រាក់បំណាច់របស់តំណែងកតាយីងគឺមិនមានអាហារពេលព្រឹកទេព្រះអង្គមានបន្ទូលពីរោះណាស់ខ្ញុំម្ចាស់ពិតជាអរព្រះគុណរកអ្វីប្រៀបមិនបានឡើយដឹងខ្លួនថាត្រូវអរគុណគឺល្អហើយញ៉ាំឲ្យឆ្អែតទៅថ្ងៃនេះមានសេចក្តីក្រាបបង្គំទូ3កន្ត្រកទៀតដែលត្រូវពិនិត្យព្រះអង្គជ្រាបសំបីតែរឿងដែលខ្ញុំម្ចាស់ចូលចិត្តញ៉ាំពងទាចំអិនជាប់នៅកាលនាងអាយុ8ឆ្នាំនាងបានលួចញ៉ាំពងមាន់ឆៅនៅក្នុងផ្ទះបាយរបស់គ្រូធំហើយត្រូវមេចុងភៅដេញតាមពេញភូមិគ្រឹះក្នុងមាត់នៅស្រែកថាពងជាប់នៅឆ្ងាញ់ជាងគេរឿងកាលពីអាយុ8ឆ្នាំក៏ទ្រង់ចាំដែរយើងធ្លាប់ប្រាប់ហើយថាយើងមានការចងចាំល្អណាស់ចប់ហើយប្រវត្តិមិនល្អរបស់ខ្ញុំត្រូវបានទ្រង់កត់ត្រាទុកក្នុងសៀវភៅខ្មៅអស់ហើយជីវិតនេះរស់នៅមិនស្រួលឡើយក្រាបទូលព្រះអង្គព្រះនាងសៀនហ្វីសុំចូលគាល់ដើម្បីមកថ្លែងអំណរព្រះគុណឲ្យនាងចូលមកមើលមិនឃើញខ្ញុំទេខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គអរព្រះគុណដែលទ្រង់បានទៅសួរសុខទុក្ខកាលពីយប់មិញនេះជាបញ្ជីរាយនាមសម្រាប់ពិធីជប់លៀងរបស់ព្រះមាតាសូមទ្រង់ជ្រាបសៀនហ្វីទុកវានៅទីនោះចុះសៀនតាយីងនាងក៏មកមើលដែរទៅខ្ញុំម្ចាស់មើលរបស់នេះប្រហែលជាមិនសមទេដឹងខ្ញុំម្ចាស់មានបុណ្យស័ក្តិទៀតក្នុងឱកាសបែបនេះគ្មានចំណែកឲ្យខ្ញុំម្ចាស់និយាយឡើយអ្វីដែលប្អូនស្រីសៀននិយាយគឺត្រឹមត្រូវហើយក្រាបទូលព្រះអង្គសៀនតាយីងមានឋានៈទាបពិតជាមិនសមនឹងចូលរួមក្នុងកិច្ចការពិធីជប់លៀងឡើយយើងយល់ថានាងសមបំផុតព្រះអង្គខ្ញុំម្ចាស់ពិតជាមិនអាចធ្វើបានទេខ្ញុំម្ចាស់សំបីតែការជក់សរសេរក៏មិនចង់ជាប់ផងចុះទម្រាំរឿងបញ្ជីរាយនាមបែបនេះអញ្ចឹងក៏ឆ្លៀតឱកាសនេះរៀនទៅឪពុកនាងគឺជាគ្រូធំសៀនម្ដាយនាងគឺជាស្ត្រីដែលមានចំណេះដឹងបំផុតនៅភាគខាងត្បូងនាងកើតមកត្រូវតែចេះរឿងទាំងនេះរឿងម្ដាយរបស់ខ្ញុំហេតុអ្វីបានជាទ្រង់ជ្រាបសៀនហ្វីរឿងនេះសម្រាប់តាមនេះចុះឲ្យសៀនតាយីងជួយរៀបចំបញ្ជីពិធីជប់លៀងជាមួយក្រសួងពិធីការបើគ្មានរឿងអ្វីផ្សេងទេអាចត្រឡប់ទៅវិញបានព្រះអង្គតើទ្រង់ចង់ធ្វើអ្វីឲ្យប្រកាសទៅយើងប្រាប់ហើយថាគឺឲ្យនាងរៀនទ្រង់កុំយកសម្ដីនេះមកបោកបញ្ឆោតខ្ញុំអីមូឡុងចិនឪពុកខ្ញុំគឺជាគ្រូរបស់ទ្រង់បើគិតតាមឋានៈខ្ញុំគឺជាសិស្សប្អូនរបស់ទ្រង់ពួកយើងធ្លាប់រៀនជាមួយគ្នា 4-5 ឆ្នាំនិស័យទ្រង់បែបណាខ្ញុំដឹងច្បាស់ណាស់រាល់អ្វីដែលទ្រង់ធ្វើសុទ្ធតែមានគោលបំណងមិនដែលធ្វើរឿងឥតប្រយោជន៍ឡើយបញ្ចូលខ្ញុំមកក្នុងវាំងឲ្យខ្ញុំមកធ្វើការនៅទីនេះកែអក្សរឲ្យខ្ញុំធ្វើឲ្យសៀនហ្វីបាក់មុខតើទ្រង់ចង់ធ្វើអ្វីឲ្យប្រកាសទីបំផុតនាងយល់ហើយទ្រង់សើចស្អីសៀនយុនស៊ូកាលពី10ឆ្នាំមុនពេលដែលនាងធាក់យើងទម្លាក់ក្នុងស្រះទឹកតើនាងដឹងទេថាយើងកំពុងគិតអ្វីទៅយើងគិតថាក្មេងស្រីម្នាក់នេះមានចិត្តក្លាហានណាស់កូនស្រីអភិជនពេញទីក្រុងគ្មានអ្នកណាម្នាក់ហ៊ានសម្លឹងចំមុខយើងឡើយមានតែនាងម្នាក់គត់ដែលហ៊ានដេញតាមយើងពេញភូមិគ្រឹះហ៊ានយកពួកមកប៉ាត់មុខយើងនិងហ៊ានយកឈើមកចាក់យើងតើនាងស្គាល់អារម្មណ៍នោះទេអារម្មណ៍អ្វីទៅការឈរនៅលើចំណុចខ្ពស់បំផុតដែលគ្រប់គ្នាគោរពកត់ខ្លាចប៉ុន្តែមានមនុស្សម្នាក់គត់ដែលចាត់ទុកយើងជាមនុស្សធម្មតាដូច្នេះមុននឹងយើងសងសឹកនៅរឿងចាស់ទាំងនោះឲ្យអស់នាងត្រូវតែរស់នៅឲ្យបានល្អកុំឲ្យអ្នកដែលមិនពាក់ព័ន្ធបំភ័យនាងឲ្យសោះនៅក្នុងវាំងនេះអ្នកដែលអាចធ្វើបាបនាងបានគឺមានតែយើងម្នាក់គត់អញ្ចឹងមានន័យថានិយាយចុះនិយាយឡើងទ្រង់នៅតែចង់សងសឹកក៏ដែរ
ទ្រង់ធ្វើរឿងវែងឆ្ងាយដល់ថ្នាក់នេះគឺគ្រាន់តែចង់ធ្វើបាបខ្ញុំដោយផ្ទាល់ដៃមិនចង់ឲ្យអ្នកអតីមកធ្វើជំនួសមែនទេអាចយល់បែបនោះបានមូឡុងចិនទ្រង់ប្រហែលជាមានបញ្ហាហើយបើមានបញ្ហាទៅរកគ្រូពេទ្យទៅខ្ញុំមិនដឹងថាកាលពីជាតិមុនសាងកម្មអ្វីទើបជាតិនេះមកធ្លាក់ក្នុងដៃទ្រង់បែបនេះរក្សាកម្លាំងទុកខ្លះទៅសៀវភៅនេះនាងត្រូវតែមើលឲ្យចប់នៅថ្ងៃនេះល្ងាចនេះយើងនឹងមកត្រួតពិនិត្យបើឆ្លើយមិនរួចទេថ្ងៃស្អែកត្រូវមកតាំងពីម៉ោងអ៊ីនយើងជាស្ដេចដូច្នេះនាងគ្មានផ្លូវទៅឡើយក្រាបទូលព្រះអង្គទូបង្គំហ៊ានសួរមួយម៉ាត់ហេតុអ្វីបានជាទ្រង់មិនមានបន្ទូលប្រាប់នាងតាមត្រង់ទៅមិនទាន់ដល់ពេលទេនាងនៅមិនទាន់យល់ច្បាស់ឡើយទោះបីយើងប្រាប់ក៏នាងមិនជឿដែរចុះព្រះអង្គគ្រងនឹងរងចាំដល់ពេលណារងចាំរហូតដល់នាងលែងចង់រត់ចេញពីយើងសៀវឈីងអញថាមនុស្សម្នាក់ដែលមិនអាចបំភ្លេចមនុស្សម្នាក់ទៀតអស់រយៈពេល10ឆ្នាំតើមកពីស្អប់ឬក៏មកពីអ្វីផ្សេងទៅអ្នកនាងបើស្អប់នរណាម្នាក់មែននោះប្រកាសជាចង់កុំឲ្យជួបមុខគ្នាទៀតហើយមិនមែនយកមកដាក់ក្បែរខ្លួនឲ្យឃើញមុខរាល់ថ្ងៃបែបនេះទេទៅជួយរកឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងពិធីជប់លៀងរបស់ព្រះមាតាឲ្យខ្ញុំក្នុងការដែលទទួលការងារនេះហើយមិនអាចឲ្យខូចមុខមាត់ឪពុកខ្ញុំបានឡើយអ្នកនាងគិតយល់ហើយមែនទេមិនទាន់យល់ទេខ្ញុំគ្រាន់តែនឹកឃើញថាកាលពីមុនម្ដាយខ្ញុំធ្លាប់ធ្វើជាមន្ត្រីស្រីបម្រើព្រះមាតាអស់រយៈពេល3ឆ្នាំម្ដាយខ្ញុំមិននៅទៀតទេប៉ុន្តែរបស់ដែលគាត់បន្សល់ទុកនៅតែមានខ្ញុំមិនអាចឲ្យអ្នកអតីមើលងាយថាកូនស្រីត្រកូលសៀនគឺជាមនុស្សអសមត្ថភាពឡើយ